កំប៉ុងទី1អត់តនឹងលទ្ធផលទេកំប៉ុងទី2ក៏អត់តនឹងលទ្ធផលចូលកំប៉ុងទី3ចាបងដល់ចូលកំប៉ុងទី3គាត់ប្លែកហ្មងគាត់ចាប់ផ្ដើមញ៉ាំឃ្លានច្រើនទាយើងញ៉ាំខ្លួនឯងហ្មងបាច់យើងបខំគាត់ចាជំរាបសួរលោកប៉ាអ្នកម៉ាទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី Holistic Feedback ថ្ងៃនេះយើងនឹងមកជជែកគ្នាតាក់ទងជាមួយនឹងការមិនឡើងគីឡូនិងឡើងគីឡូមិនគ្រប់ហើយយើងក៏មានភ្ញៀវកិត្តិយសមកធ្វើការ feedback តាក់ទងជាមួយនឹងការមិនឡើងគីឡូរបស់កូនគាត់ផ្ទាល់តែម្ដងហើយក៏ជាអតិថិជនរបស់ Holistic ផ្ទាល់តែម្ដងផងដែរជំរាបសួរបងជំរាបសួរអូនចាសុខសប្បាយបងសុខសប្បាយទុកទៅណាខ្លះបងដើរបានឆ្ងាយចាបងអធិស្ឋានបងអាចជំរាបឈ្មោះបងបានទេបងឈ្មោះអីដែរបងឈ្មោះលក្ខណាអូនឈ្មោះអីដែរស្រីពងអូនឈ្មោះស្រីពងអូនរៀនទីម៉ាណីទីមតីអូនមើលរាប់លេខឲ្យមីមីស្ដាប់តិចមើល1ដល់10រាប់ពី1ដល់10សុំលឺៗមក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
là một អូនរាប់ឲ្យដល់10មើល ពី ពី 8 8 9 10 10 ចាបងអញ្ចឹងដោយសារតបងជាភៀវកិត្តិយសនៅក្នុងថ្ងៃនេះដោយសារបងជាអតិថិជនរបស់ Olisic ផ្ទាល់អញ្ចឹងខ្ញុំមានសំណួរខ្លះៗតកតងជាមួយនឹងការប្រើប្រាស់របស់បងផ្ទាល់តែម្ដងផងដែរចាមូលហេតុអីបានបងដឹងថាអូនគាត់អត់ឡើងគីឡូហ្មង បន្ទាប់ពេលអូនគាត់កើតមកអញ្ចឹងយើងឲ្យគាត់មុំទៅដោះគោ ចា តែមុំច្រើនមកមុំអត់វាថាគាត់ក្មេងដល់ឡើងគីឡូហ្មងវាថាគាត់ក្មេងណាញ៉ាំទៅដោះគោមិនក៏ឡើងគីឡូដែរ ចា ដល់តែគាត់ចូលមកវ័យ4ឆ្នាំនេះចេះតែឆ្ងល់ថាមិនគាត់ចេះតែអត់ឡើងអញ្ចឹងព្រោះអាយុគាត់វាត្រូវគីឡូគាត់ត្រូវស្តង់ដារត្រូវឡើងអីចឹងដល់ពេលអញ្ចឹងទៅបងក៏នឹកឃើញថាឲ្យគាត់សាកញ៉ាំប៉ាប៉ែវិញមើលព្រោះទៅដល់ប៉ាប៉ែវាច្រើនថាគឺវាល្អជាងដល់ដោះគោច្រើនវីតាមីនច្រើនអីគីឡូជួយឲ្យគាត់ឡើងគីឡូបងក៏សាកមកកំប៉ុងទី1អត់តដឹងលទ្ធផលទេកំប៉ុងទី2ក៏អត់តដឹងលទ្ធផលចូលកំប៉ុងទី3 ចាបង ដល់ចូលកំប៉ុងទី3គាត់ប្លែកហ្មងគាត់ចាប់ផ្ដើមញ៉ាំឃ្លានច្រើនទាយើងញ៉ាំខ្លួនឯងហ្មងបាច់យើងបខំគាត់ ចា អញ្ចឹងណាគាត់ទាញ៉ាំមួយថ្ងៃញ៉ាំនឹងច្រើនដងញ៉ាំនឹងយើងធុញវិញណាចូលចិត្តញ៉ាំ ចឹងបងអាចប្រាប់ពីបទពិសោធន៍ដែលបងប្រើប្រាស់ជាមួយនឹង Olisic បានទេដោយសារតែភៀវភាគច្រើនគាត់ក៏មានបញ្ហាដូចបងដែរអញ្ចឹងណា ដោយបងនិយាយមុននឹងអញ្ចឹងកំប៉ុងទី1អត់ទាន់ដឹងលទ្ធផលទេតចូលកំប៉ុងទី3 ចាបងចា ចូលកំប៉ុងទី3គាត់ចាប់ផ្ដើមឃ្លានខ្លួនគាត់ហ្មងគាត់ប្រាប់យើងហ្មងថាគាត់ចង់ញ៉ាំគាត់ឃ្លានចង់ញ៉ាំអីចឹងណា ចាបងចាអញ្ចឹងខ្ញុំសុំសំណួរទៀតអញ្ចឹងមូលហេតុអីដែលបងជ្រើសរើសជាមួយនឹងទឹកដោះប៉ាប៉ែ Olisic យើងដែរបង ដោយសារបងមើលទៅទៅដោះប៉ាប៉ែ Olisic ហ្នឹងលេខ4សម្រាប់ក្មេងអាយុប៉ុនគាត់ ចា ហើយទៅដោះប៉ាប៉ែវាបងមើលទៅវីតាមីនរបស់វាគឺវាមានអារម្មណ៍ថាវាវីតាមីនវាច្រើនហើយវាដូចថា ត្រូវជាមួយនឹងសុខភាពរបស់អូន ចាដូចថាត្រូវមើលអូនហ្មងក្មេងដែលគាត់តម្រើសអត់ឡើងគីឡូឬមកក្មេងគាត់មានសុខភាពខ្សោយអីគឺប៉ាប៉ែជួយអញ្ចឹងខ្ញុំគិតថាអញ្ចឹងក៏ចាប់ផ្ដើមបដូរមកសាក ចាបងចាអញ្ចឹងសម្រាប់បងតើគ្នាដែលធ្លាប់សាកល្បងប្រើប្រាស់ជាមួយនឹង Olisic ឬក៏អត់ធ្លាប់ប្រើប្រាស់ពីមុនមកទេអញ្ចឹងសម្រាប់ Olisic របស់យើងគឺជាផលិតផលដែលនាំចូលមកពីប្រទេសអូស្ត្រាលីហើយយើងមានវីតាមីនជាច្រើនដែលជួយទៅដល់សុខភាពរបស់អូនដែលម៉ាតើអ្នកគ្នាឃើញហើយបងក៏គាត់ជាអតិថិជនប្រើប្រាស់ផ្ទាល់តែម្ដងហើយគាត់ក៏អាចនិយាយបានថាគាត់មកជជែកពិភាក្សាតាក់ទងជាមួយនឹងការឡើងគីឡូរបស់អូនដូចគ្នាអញ្ចឹងសម្រាប់ម៉ាក់ទាំងអស់គ្នាដែលចង់ជ្រើសរើសជាមួយនឹងប្រភេទទឹកដោះគោណាឬក៏ទឹកដោះប៉ាប៉ែដែលជួយទៅដល់ការលូតលាស់របស់អូនម៉ាក់អាចជ្រើសរើសជាមួយនឹង Olisic បានហើយសម្រាប់ម៉ាក់ដែលគាត់មានកូនមានបញ្ហាអាឡែស៊ីជាមួយនឹងទឹកដោះគោឬក៏អាឡែស៊ីជាមួយនឹងសណ្ដែកខ្ញុំ recommend ឲ្យម៉ាក់ទាំងអស់គ្នាជ្រើសរើសជាមួយនឹង Olisic ផ្ទាល់តែម្ដងផងដែរអញ្ចឹងយើងងាកមកសួរជាមួយនឹងបងបន្ថែមទៀតថាបងពេលដែលបងប្រើប្រាស់ជាមួយនឹង Olisic របស់យើងទៅបងមានអារម្មណ៍មិនដែរសុខចិត្តអត់នៅពេលដែលកូនញ៉ាំត្រូវទៅអត់ប្រវត្តិនៅក្នុងការដូរទឹកដោះគោផ្សេងទៀតព្រោះដោយសារគាត់នៅអាយុប៉ុណ្នេះអាចនឹងដូរច្រើនទៅវាមានផលប៉ះពាល់ទៅលើសុខភាពកាពះពោះវៀនរបស់គាត់អញ្ចឹងណាបង សម្រាប់បងសប្បាយចិត្តព្រោះដោយសារគាត់ទៅបខំ ចាបង ដល់គាត់ញ៉ាំអាហ្នឹងទៅត្រូវគាត់លេងទៅជាគាត់បខំយើងវិញគាត់ចង់ញ៉ាំគាត់ប្រាប់យើងអីចឹងយើងហើយបងបានថ្លឹងគីឡូគាត់ឡើងគីឡូ ចាបង ចឹងទៅលើចិត្ត ដោយហ្នឹងគេញ៉ាំដោះគោត្រូវអញ្ចឹងសម្រាប់ម៉ាម៉ាទាំងអស់គ្នាដែលគាត់មានបញ្ហាជាមួយនឹងការអត់ឡើងគីឡូរបស់កូនម៉ាម៉ាទាំងអស់គ្នាអាចជ្រើសជាមួយនឹង Olisic បានដែលយើងមានវីតាមីនជាច្រើនដូចជា DHA, AA, Omega 3, Taurine, Choline ឬក៏ម៉ាម៉ាទាំងអស់គ្នាដែលមានបញ្ហាជាមួយនឹងកាពះពោះវៀនអីផ្សេងក៏ម៉ាម៉ាទាំងអស់គ្នាអាចជ្រើសជាមួយនឹងទឹកដោះប៉ាប៉ែ Olisic យើងបានដូចគ្នាផងដែរហើយអ្វីដែលកាន់តែពិសេសសម្រាប់ផលិតផល Olisic របស់យើងផ្ទាល់គឺយើងមានវីតាមីន Prebiotic និង Probiotic ដែលចេញ
ញជាមួយនឹងរូបរាងទៅលើសម្បកកំប៉ុងរបស់យើងគឺ Synbiotic ដែលទៅលើកំប៉ុងប្រភេទដតៃអត់ទាន់មានជាមួយនឹងវីតាមីនមួយនេះទេអញ្ចឹងសម្រាប់មួយម៉ាក់ដែលគាត់មានកូនបញ្ហាទៅលើសុខភាពកាពះពោះវៀនពិបាកនៅក្នុងការរំលាយអាហារអាចជ្រើសរើសជាមួយនឹង Olisic យើងបានហើយអីដែលកាន់តែពិសេសបងក៏ចង់ណែនាំបងដែរដោយសារតែបងញ៉ាំជាមួយនឹងកំប៉ុងលេខ4របស់យើងអញ្ចឹងសម្រាប់កំប៉ុងលេខ1និងកំប៉ុងលេខ2គឺយើងមាន HMO នៅក្នុងហ្នឹងដែលស្តៀងជាមួយនឹងទឹកដោះម្ដាយអញ្ចឹងទៅលើប្រភេទទឹកដោះគោដែលនាំចូលមកពីប្រទេសអូស្ត្រាលីទៅលើ Olisic ទឹកដោះពពែរបស់យើងគឺយើងមាន HMO នៅក្នុងហ្នឹងចា៎អញ្ចឹងអូនបងមីងសុំសួរតិចមើលរាល់ថ្ងៃអូនចូលចិត្តញ៉ាំអីគេ Bye. ញ៉ាំបាយមួយគេ Sạch bye. មួយសាច់មាន់អញ្ចឹងដោយសារតែម៉ាម៉ាក់ថាអូនចូលចិត្តញ៉ាំដោះគោអញ្ចឹងក្រៅពីដោះគោអូនមានញ៉ាំជាមួយនឹងអីផ្សេងអត់បាយនំចំណីអីចឹងណា ញ៉ាំអីខ្លះកូនញ៉ាំបាយមួយសាច់មាន់ជជូក ញ៉ាំបាយមួយសាច់ឈូកចូលចិត្តញ៉ាំអីទៀតមើលប្រាប់មីងមីងមើលស្រួលដល់ផ្ទះមីងមីងរៀនធ្វើម្ហូបតាមចេះព្រោះគេអត់ចេះធ្វើម្ហូបទេ Tia. អូចេះបងញ៉ាំបង្ទាមីងមីងចេះជៀនបង្ទាទៀតអត់អីទេតែសាច់ជ្រូកអត់ចេះធ្វើទេហើយចេះញ៉ាំអីទៀត ដូចញ៉ាំអីទៀតកូនចូលចិត្តញ៉ាំចេកចេកចេះ Chơi nhầm. ចូលចិត្តញ៉ាំចេក Pie. Pie. ស្វាយស្វាយ ចាអញ្ចឹងបានអូនស្រួលនៅក្នុងការបន្តបងដោយសារតែបងឲ្យអូនញ៉ាំជាប្រភេទផ្លែឈើខាងក្រៅផងដែរអញ្ចឹងបងមានអីណែនាំសម្រាប់អតិថិជនដែលគាត់អត់ទាន់ស្គាល់ជាមួយនឹង Olisic យើងបន្ថែមទេដោយសារតែបងជាអតិថិជនផ្ទាល់ហើយប្រើប្រាស់ទៅទទួលបានផលទៀតអញ្ចឹងណាបង ចាសម្រាប់ខ្ញុំចង់ណែនាំឲ្យអតិថិជនដែលគាត់មានបញ្ហាដូចកូនខ្ញុំអញ្ចឹងនៅថាអត់ចូលចិត្តញ៉ាំបាយចូលចិត្តញ៉ាំដែរប៉ុន្តែអត់ឡើងគីឡូទេអញ្ចឹងឲ្យគាត់ភាសាលបងប្រើជាមួយនឹងទឹកដោះបបែ Olisic នេះបានព្រោះដោយសារតែឲ្យគាត់ជ្រើសរើសតាមដំណាក់កាលតាមវ័យរបស់កូនគាត់ណាសម្រាប់កូនខ្ញុំគាត់រងថ្ងៃគាត់ញ៉ាំលេខ4ចាហើយគាត់ញ៉ាំ Olisic បានច្រើនហើយគាត់ញ៉ាំបាយបានច្រើនទៀតអញ្ចឹងខ្ញុំសប្បាយចិត្ត ចាបងអញ្ចឹងសម្រាប់ម៉ាម៉ាទាំងអស់គ្នាដែលគាត់បានមើលនៅក្នុងការជជែកគ្នាជាមួយនឹងខ្ញុំនិងបងសៃលាក់នៅក្នុង feedback របស់យើងផ្ទាល់តែម្ដងផងដែរអញ្ចឹងអរគុណម៉ាម៉ាទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះហើយក៏ចង់ជំរាបជូនម៉ាម៉ាទាំងអស់គ្នាថា Olisic របស់យើងមានរហូតដល់ទៅ4ដំណាក់កាលជូនទៅដល់ម៉ាម៉ាទាំងអស់គ្នាដែលទៅតាមអាយុកាលរបស់កូនរបស់ម៉ាម៉ាទាំងអស់គ្នាផងដែរចាអញ្ចឹងសូមអរគុណដល់បងស្រីនិងអូនពងសម្រាប់ការចូលមកទៅចែកគ្នានៅក្នុងថ្ងៃនេះទទួលបានជាមួយនឹងបទពិសោធន៍ដ៏ល្អសម្រាប់ម៉ាម៉ាដែលគាត់មានកូនបញ្ហាជាមួយនឹងការអត់ឡើងគីឡូផងដែរហើយក៏អរគុណទៅដល់ម៉ាម៉ាទាំងអស់គ្នាដែលតាមដានទស្សនានៅក្នុងវីដេអូនេះផងដែរហើយសង្ឃឹមថាម៉ាម៉ាទាំងអស់គ្នានឹងទទួលបានជាមួយនឹងបទពិសោធន៍ដ៏ល្អពីទឹកដោះពពែ Olisic